ដាំក្រូចឆ្មាយូរហើយប៉ុន្តែនៅក្រិនអត់ព្រមធំឯណោះឈប់អារម្មណ៍ទៀតថ្ងៃនេះខ្ញុំមានកលឹះ3យ៉ាងជួយឲ្យក្រូចឆ្មារបស់លោកអ្នកលូតលាស់លឿននិងឆាប់បានផលកលឹះទី1គឺការផ្ដល់អាហារបំពន់ឲ្យបានត្រឹមត្រូវតាមវគ្គអ្នកទាំងអស់គ្នាបើសិនជាចង់ឲ្យដើមឈើយើងឆាប់ធំយើងត្រូវតែដាក់ជីឲ្យបានត្រឹមត្រូវរួមមានជីទាំងអស់នោះរួមមានជីកំប៉ុស្តជីលាមកសัตว์ដែលវាពុកផុយហើយយើងដាក់មួយខែយើងដាក់ម្ដងឬក៏មួយខែយើងដាក់2ដងទៅតាមភាពជាក់ស្ដែងដែលយើងទំនេរឬក៏មិនសូវទំនេរអញ្ចឹងតែយើងដាក់វាយ៉ាងណាយើងដាក់វាឲ្យបានទៀងទាត់ហើយមួយទៀតយើងស្រោចទឹកឲ្យបានគ្រប់គ្រាន់កុំឲ្យដីនឹងវាស្ងួតខ្សោះពេកអញ្ចឹងយើងស្រោចទឹកឲ្យវាជារៀងរាល់ថ្ងៃឲ្យវាសោះទឹកព្រោះដើមក្រូចវាត្រូវការទឹកគន្លឹះទី2គឺពន្លឺថ្ងៃគ្រប់គ្រាន់ក្រូចឆ្មាត្រូវការពន្លឺថ្ងៃយ៉ាងតិច6ទៅ8ម៉ោងក្នុងមួយថ្ងៃបើដាំនៅក្នុងមួយលុបវានឹងក្រិនវាអត់សូវធំលូតលាស់ទេប៉ុន្តែបើយើងឧស្សាហ៍ជំរុញដីជុំវិញគល់ហើយមានថាយើងធ្វើគេថាចម្រើនដីជុំវិញវាឲ្យវាធូរទៅធ្វើឲ្យឫសវាដកដង្ហើមបានស្រួលមានថាឫសវាមានអុកស៊ីហ្សែនគ្រប់គ្រាន់ណាដើម្បីស្រូបយកជីវជាតិវាបានល្អអញ្ចឹងអ្នកទាំងអស់គ្នាអាសាចម្រើនដីទៅយើងឆាយជុំវិញគល់តែយើងមិនមែនឆាយឲ្យមុតខ្លាំងទេគឺថាយើងឆាយឲ្យផុតពីមែកវាណាឫសវាដើរដល់ធម្មតាមើលស្លឹករបស់វាតើស្លឹកវាដើរដល់ធម្មតាឬវាដើរដល់ធម្មតាដែរហើយដើមឈើអញ្ចឹងយើងឆាយមើលទៅយើងឆាយវាធ្វើម៉េចឲ្យវាធូរដីចម្រើនដីឲ្យវារៀងធូរទៅដើម្បីឲ្យវាមានអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងការបឺទឹកហើយនឹងបឺជីឲ្យបានល្អអញ្ចឹងណាគន្លឹះទី3គឺសំខាន់គឺយើងធ្វើការតែងមែករុក្ខជាតិអីក៏ដោយកាលណាយើងអត់តែងមែកវាមានមែកតូចក៏ក្នុងនឹងស៊ុបទ្រុបពេកទៅវាជាជំរករបស់សត្វល្អិតអញ្ចឹងយើងតែងវាឲ្យទលាយទៅដើម្បីឲ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់ហើយមួយទៀតគឺវាអត់ខាតជីមានថាវាអត់ស៊ីជីអត់ប្រយោជន៍ទេហើយមែកអស់ហ្នឹងវាអត់អាចនៅបានយូរទេកាលណាវាធំឡើងមែកអស់ហ្នឹងវាជំរុះចោលហើយវាអត់ទុកទេវាអត់មានបានចេញផ្លែចេញផ្កាយើងទេអញ្ចឹងមែកខាងក្នុងហ្នឹងវាស៊ីតែជីអត់ប្រយោជន៍ទេអញ្ចឹងយើងកាត់វាចេញអស់ទៅយើងទុកតាមមែកដែលល្អយើងគិតថាយើងស្រឡាញ់យើងទុកឲ្យវាធំអាហ្នឹងយើងទុកទៅប៉ុន្តែអាមែកដែលណាទូចខាងក្នុងល្អិតហ្នឹងគឺវាអត់ធំទេវានេះជាស្ដែងដូចមែកដែលខ្ញុំកាត់ហ្នឹងគឺវានៅខាងក្នុងឃើញទេអញ្ចឹងខ្ញុំកាត់ចោលទៅហើយខ្ញុំដាក់ខាងក្រោមហ្នឹងទៅទុកឲ្យវាលួយទៅខ្លាចជាជីអញ្ចឹងអ្នកទាំងអស់គ្នាកាត់តាមខ្ញុំហ្នឹងទៅហើយមានចម្ងល់អាចខមមិនសួរនៅខាងក្រោមនេះបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ